សម្រាប់ខ្ញុំនៅទីក្រុងឌូបៃវាប្រៀបដូចជាកន្លែងមួយដែលអតីតកាលនិងអនាគតកាលស្ថិតនៅរួមគ្នាហើយនៅក្នុងពេល3ថ្ងៃនេះខ្ញុំបានជិះសត្វអូតខ្ញុំបានឈរនៅមុខអគារខ្ពស់ជាងគេនៅក្នុងពិភពលោកហើយក៏បានដើរកម្សាន្តតាមដងផ្លូវនានានៅទីក្រុងចំណាស់មួយរបស់ទីក្រុងឌូបៃនៅក្នុងចំណោមសកម្មភាពទាំងអស់នេះខ្ញុំបានកត់សម្គាល់ថាវាមានចំណុចរួមមួយដែលធ្វើឲ្យភាពទំនើបនិងបុរាណដើរទន្ទឹមគ្នានៅថ្ងៃទី1ពួកយើងបានចេញដំណើរពីទីក្រុងមកកាន់វាលខ្សាច់ដ៏ធំរបស់ឌូបៃកាលពីដើមឡើយឌូបៃគឺជាទីក្រុងមួយដែលកើតចេញពីវាលខ្សាច់និងសត្វអូតហើយនេះគឺជាលើកទី1របស់ខ្ញុំផងដែរដែលបានឃើញសត្វអូតដោយផ្ទាល់ភ្នែកតែនៅកន្លងមកខ្ញុំធ្លាប់ឃើញតែនៅលើអ៊ីនធឺណិតតែប៉ុណ្ណោះហើយយើងតែងតែដឹងថាសត្វអូតគឺជាសត្វដែលតំណាងឲ្យវាលខ្សាច់អញ្ចឹងនៅពេលដែលបានឃើញផ្ទាល់ភ្នែកគឺពិតជាអស្ចារ្យមែនទែនអញ្ចឹងមានសកម្មភាពខ្លះមុនពេលជិះចូលទៅកាន់វាលខ្សាច់មគ្គទេសរបស់ពួកយើងផ្ទាល់ក៏បានរៀបចំឡាននិងបញ្ចេញសម្ពាធខ្យល់កង់ឡានហើយអ្វីដែលខ្ញុំចូលចិត្តបំផុតនោះគឺគាត់បានចាក់ចម្រៀងភាសាអារ៉ាប់ដែលកន្ត្រាក់អារម្មណ៍ជាច្រើនសម្រាប់ជិះនៅលើវាលខ្សាច់ហើយបទទាំងអស់នោះខ្ញុំបានសេវទុកនៅក្នុងទូរស័ព្ទរបស់ខ្ញុំដែរបើនិយាយពីការជិះឡាននៅវាលខ្សាច់វិញគឺរន្ធត់តែសប្បាយខ្ញុំបានសួរមគ្គទេសរបស់ខ្ញុំដើម្បីឲ្យគាត់ដាក់ពិន្ទុទៅលើការបើកឡានរបស់គាត់ថាគាត់បើករន្ធត់ប៉ុណ្ណាគាត់ឆ្លើយថាតែ2លើ10ប៉ុណ្ណោះខ្ញុំសឹងតែមិនជឿចុះបើជា9ឬ10ទៀតតើវាអស្ចារ្យនឹងរន្ធត់កម្រិតណាទៅបន្ទាប់មកពួកយើងបានមកដល់ចំណតដំបូងដែលជាកន្លែងដែលមានវាលខ្សាច់ស្អាតខ្លាំងដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមកវាលខ្សាច់លាតសន្ធឹងដាច់កន្ទុយភ្នែកប្រៀបដូចជាមហាសមុទ្រពណ៌មាសខ្ញុំហ៊ាននិយាយថាវាពិតជាអស្ចារ្យណាស់នៅពេលដែលបានឃើញវាលខ្សាច់ផ្ទាល់នឹងភ្នែកវាមើលទៅដូចជាវាលខ្សាច់មួយដែលលាតសន្ធឹងរហូតគ្មានទីបញ្ចប់គ្រាន់តែមកដល់លើវាលខ្សាច់នេះភ្លាមធ្វើឲ្យខ្ញុំចង់មកម្ដងទៀតរួចទៅហើយនេះជាវេទមន្តរបស់វាលខ្សាច់ដោយដែលគេបាននិយាយមែននៅពេលដែលព្រះអាទិត្យចាប់ផ្ដើមលិចពន្លឺពណ៌មាសចាំងផ្លែតលើវាលខ្សាច់នេះពិតជាទស្សនវិជ្ជាមួយដែលមិនអាចកាត់ថ្លៃបានទីក្រុងមួយនេះពោពេញដោយអគារកញ្ចក់ខ្ពស់ៗយ៉ាងច្រើនសន្ធឹកសន្ធាប់រាប់មិនអស់ឡើយឌូបៃក៏មានអគារដែលខ្ពស់ជាងគេនៅក្នុងពិភពលោកផងដែរគឺ Burj Khalifa So now we're going to the top of Burj Khalifa. They said it's like the tallest building in the world. Is it? Chả đào vô lang máu mùi nhiệt tí dương lang đo cho anh tim rồi phải buồn bà dương mơ bị lỡ tới đụng bái tiếp đôi chân ở trong rương con bay bị chia sang mũi thôi dương bị bạn chưa tha cà phê học cho nam mối tí nít trong tài chiều việc sao cho tên mũi phần nọ thà bà dạy ca môi nít cứ Museum of the Future bà kia Burj Khalifa đầm nàng ở Pachabonica chẳng tí nít cứ chia chặt không bị sai được bỏ đụng bayគ្រាន់តែមើលពីខាងក្រៅធ្វើឲ្យខ្ញុំចង់ចូលទស្សនាបាត់ទៅហើយចុះតម្រងខាងក្នុងវិញខ្ញុំមានអារម្មណ៍ថាដូចខ្លួនឯងនៅឆ្នាំ2025អញ្ចឹងពីមួយជាន់ទៅមួយជាន់បានបង្ហាញពីប្រព័ន្ធអេកូឡូស៊ីរបស់ AI និងលំហអាកាសនិយាយរួមទៅគឺជឿនលឿនមែនតើនៅថ្ងៃចុងក្រោយពួកយើងទៅឌូបៃហ្វ្រេងមុនគេឬជាភាសាខ្មែរហៅថាស៊ុំឌូបៃពិតជាដូចឈ្មោះមែនតើអគារនេះប្រៀបដូចជាស៊ុំកញ្ចក់ដែលឆ្លុះបញ្ចាំងពីទីក្រុងឌូបៃទាំងមូលដែលមានទីក្រុងចំណាស់នៅម្ខាងហើយទីក្រុងទំនើបនៅម្ខាងទៀតចំណុចមួយដែលខ្ញុំចង់លើកឡើងជាងគេនោះគឺការទស្សនាវិហារអ៊ីស្លាមខ្ញុំតែងតែចង់ទៅវិហារអ៊ីស្លាមជាពិសេសវិហារដែលនៅប្រទេសអារ៉ាប់ខ្ញុំមានឱកាសបានពាក់រ៉ូបសាសនាអាបាយ៉ាជាមួយនឹងហ៊ីឆាប់ដែលជាភាពចាំបាច់សម្រាប់នារីដែលចង់ចូលទៅក្នុងវិហារនៅខាងក្នុងមានតែភាពស្ងប់ស្ងាត់និងសំឡេងសូត្រគម្ពីរដែលធ្វើឲ្យចិត្តរបស់ខ្ញុំស្ងប់ទៅតាមដូចគ្នាពួកយើងបានជិះឆ្លងដដែលអារ៉ាប់រួមហៅថាអាប្រារ៉ៃទូកដតូចៗទាំងនេះ
ធ្វើឲ្យខ្ញុំនឹកដល់ទូកដរដែលយើងមាននៅស្រុកខ្មែរដូចគ្នាគ្រាន់តែទូកដរដែលពួកយើងមានទំហំធំជាងនេះបន្តិចដែលអាចផ្ទុកយានជំនិះជិះបានវាគឺជាភាពតាក់ទាញបែបប្រពៃណីមួយនៅកណ្ដាលទីក្រុងដែលមានការអភិវឌ្ឍយ៉ាងជឿនលឿនដូចនេះកន្លែងចុងក្រោយដែលពួកយើងបានទៅគឺផ្សារលក់គ្រឿងទេសនិងមាសខ្ញុំបានទិញនឹងរុំក្រមាបែប Kaffia ដែលគេពេញនិយមនៅតំបន់វាលខ្សាច់ហើយខ្ញុំក៏បានទិញតែ saffron និងតែមួយចំនួនទៀត Okay, and this is if you like this tea. ទីក្រុងឌូបៃពិតជាធ្វើឲ្យខ្ញុំចាប់អារម្មណ៍នឹងរឿងជាច្រើនខ្ញុំស្រឡាញ់ទាំងផ្នែកបុរាណនិងទំនើបរបស់ទីក្រុងមួយនេះប៉ុន្តែអ្វីដែលខ្ញុំមិនអាចបំភ្លេចបានគឺបុរាណភាពរបស់ឌូបៃនៅក្នុងរយៈពេល3ថ្ងៃនេះគឺមានទស្សនវិជ្ជាផ្ទុយគ្នាជាច្រើនឌូបៃមិនមែនត្រឹមតែមានអគារខ្ពស់ៗទេវាក៏បង្ហាញយើងពីចក្ខុវិស័យដ៏វែងឆ្ងាយទៅមុខដូចគ្នាឌូបៃចង់បង្ហាញយើងឲ្យចងចាំថាពួកគេមានប្រភពមកពីណាហើយអ្វីដែលអ្នកនឹងអាចឃើញនៅឌូបៃនៅពេលអនាគតអ្វីដែលខ្ញុំចងចាំច្រើនបំផុតមិនមែនអគារខ្ពស់ៗទេប៉ុន្តែគឺវប្បធម៌មហិច្ឆតានិងប្រជាជនដែលរស់នៅទីនេះ